bà sân chiaប្រព័ន្ធការងារនឹងវាអត់អាចធ្វើឲ្យលទ្ធផលធ្វើឲ្យការពិតកាត់ឡើងទេប្រព័ន្ធការងារនឹងគ្រាន់តែជាសមោលទេអញ្ចឹងបើសិនជាប្រព័ន្ធការងារនឹងអត់មានទម្រង់បែបបត់ត្រឹមត្រូវទេអត់មានទម្រង់បែបបត់នៃការតាមដានទេអញ្ចឹងប្រព័ន្ធការងារនឹងអត់ន័យទេយើងគ្រប់គ្រងការងារអត់បានទេខ្ញុំលើកឧទាហរណ៍មួយយើងបើកឡានយើងដឹងថាឡានយើងលឿនឬយឺតអត់ដឹងថាលឿនប៉ុណ្ណាអត់ដឹងថាយឺតប៉ុណ្ណាអត់ដឹងដោយសារអីបាទអញ្ចឹងហើយការងារត្រូវមានកុំព្យូទ័រការងារយើងត្រូវទៅមុខប៉ុន្តែសំខាន់ថាធ្វើម៉េចយើងចូលរួមហើយអញ្ចឹងឥឡូវនេះគឺយើងចាប់ដើមថាតើយើងត្រូវធ្វើម៉េចគឺតាក់ទងជាមួយនឹងប្រព័ន្ធការងាររបស់យើងប្រព័ន្ធគ្រប់គ្រងលទ្ធផលការងារមានថាវាជាចំណែកមួយនៃយុទ្ធសាស្ត្រដើម្បីសម្រេចផែនការរួមតែមួយទេគឺផែនការរបស់ក្រុមហ៊ុនមិនថាយើងធ្វើអីណាធ្វើអីក្រុមការងាររបស់យើងគឺតែមួយទេគឺដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុនទោះបីយើងធ្វើល្អប៉ុណ្ណាក៏ដោយបើថាក្រុមហ៊ុនអត់បានសម្រេចគោលដៅទេគឺមិនមានន័យថាយើងអាចធ្វើការដែលមិនស្របជាមួយនឹងគោលដៅរបស់ក្រុមហ៊ុនយើងចំណុចទី1ចំណុចទី2បើសិនជាប្រព័ន្ធការងារនឹងវាអត់អាចធ្វើឲ្យលទ្ធផលធ្វើឲ្យការពិតកាត់ឡើងទេប្រព័ន្ធការងារនឹងគ្រាន់តែជាសមោលទេអញ្ចឹងវាមិនមែនជាការគ្រប់គ្រងលទ្ធផលការងារទេកន្លែងហ្នឹងគឺយើងត្រូវផ្លាស់ប្ដូរទៅលើប្រព័ន្ធការងារណាមួយដែលយើងរួមចំណែកនៅក្នុងការសម្រេចលទ្ធផលចុងក្រោយរបស់ក្រុមហ៊ុនចំណុចទី3ប្រព័ន្ធគ្រប់គ្រងលទ្ធផលការងារមិនមែនចេះតែដាក់ឲ្យធ្វើទេអញ្ចឹងត្រូវមើលថាបើយើងនិយាយមិញថាម៉េចលទ្ធផលចុងក្រោយគឺត្រូវសម្រេចគោលដៅរួមហើយម្នាក់ៗគឺត្រូវចូលរួមហ្នឹងដើម្បីសម្រេចអាហ្នឹងអញ្ចឹងបើសិនជាប្រព័ន្ធការងារហ្នឹងគ្រាន់តែអង្គុយនិយាយគ្នាហើយអត់មានភាពជាក់លាក់អត់បានចូលរួមចំណែកក្នុងការសម្រេចគោលដៅចុងក្រោយរបស់ក្រុមហ៊ុនហ្នឹងទេអញ្ចឹងវាត្រូវការជជែកពិភាក្សាគ្នាត្រូវការពិភាក្សាគ្នាថាតើការងាររបស់យើងស្របទៅនឹងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដែរអត់តើការងាររបស់យើងស្របទៅនឹងផែនការរបស់ផ្នែករបស់យើងដែរអត់ជាមានក្រុមហ៊ុនមានផ្នែកអញ្ចឹងបើសិនតែផែនការហ្នឹងវាអត់ស្របជាមួយនឹងផែនការរបស់ក្រុមហ៊ុនទេលទ្ធផលចុងក្រោយយើងធ្វើមិនក៏ដោយក៏អត់សម្រេចរបស់ក្រុមហ៊ុនដែរអញ្ចឹងត្រូវមានការពិភាក្សាជជែកហើយយើងមើលថាតើនរណាខ្វះអីណាគួរបំពេញបន្ថែមអីណាគួររៀនអីម្យ៉ាងទៀតដើម្បីគ្រប់គ្រងហ្នឹងយើងត្រូវតែមានទម្រង់បែបបត់អង់គ្លេសហៅ tool ឧបករណ៍ក្នុងនេះអត់មានន័យឧបករណ៍ទេភាសាផ្នែកធនធានមនុស្សពាក្យថា tool ហ្នឹងមានណាទម្រង់បែបបត់ណាអញ្ចឹងបើសិនជាប្រព័ន្ធការងារនឹងអត់មានទម្រង់បែបបត់ត្រឹមត្រូវទេអត់មានទម្រង់បែបបត់នៃការតាមដានទេអញ្ចឹងប្រព័ន្ធការងារនឹងអត់ន័យទេយើងគ្រប់គ្រងការងារអត់បានទេខ្ញុំលើកឧទាហរណ៍មួយយើងបើកឡានយើងដឹងថាឡានយើងលឿនឬយឺតអត់ដឹងថាលឿនប៉ុណ្ណាអត់ដឹងថាយឺតប៉ុណ្ណាអត់ដឹងដោយសារអីបាទអញ្ចឹងហើយការងារត្រូវមានកុំព្យូទ័រអញ្ចឹងបើសិនជាការគ្រប់គ្រងការងារអត់មានកុំព្យូទ័រទេយើងអត់ដឹងថាការងារវិញធ្វើអត់ល្អប៉ុណ្ណានរណាធ្វើល្អជាងនរណាត្រូវបំពេញបន្ថែមឯកភាពរបស់ខ្ញុំហ៎បាទ